អូខេវគ្គមុនគឺ Luffy បានទៅដល់ទីក្រុងមួយមានឈ្មោះថា Water 7 ចឹងហើយជំងឺវគ្គហ្នឹងគឺថាល្អមកប៉ុណ្ណាទៅអ្នកគ្នា ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតនៅពេលនេះក្រុមរបស់ Luffy បានធ្វើដំណើរទៅដល់ទីក្រុង Water 7 ហើយទីក្រុងនោះមើលពីខាងក្រៅទៅស្អាតខ្លាំងណាស់មានសិទ្ធិផ្លូវទឹកអ្វីដែលពួកគេចាប់អារម្មណ៍នៅពេលនោះគឺនៅលើជញ្ជាំងចូលទីក្រុងមានបង់លេខពីលេខ1លេខ2លេខ3អីចឹងទៅបន្ទាប់មកនៅពេលដែលពួកគេចង់បោះទូកចូលទៅក្នុងទីក្រុងតាមផ្លូវមុខមានបរិយាម្នាក់ស្រែកប្រាប់ពួកគេថាសម្រាប់ចោលសមុទ្រចូលតាមផ្លូវក្រោយសម្រាប់ចោលសមុទ្រចូលតាមផ្លូវក្រោយទៅពួកអយមិនជាទីក្រុងហ្នឹងទេមិនក៏ប្រហើនបែបនេះ ហើយនៅពេលដែលពួកគេចូលទៅដល់ខាងក្នុងពួកគេចាប់អារម្មណ៍ថាទីក្រុងនោះគឺជាទីក្រុងលេខទឹកមើលទៅប្លែកខ្លាំងណាស់មកលេខទឹកមិនបើឃើញហូរមកលូនមកលេខទឹកអ្នកគ្នាហូរទឹកអស់ឡើងហើយដូចទឹកជំនន់នេះ ហើយពេលនោះផងដែរមានអ៊ំចាស់ម្នាក់បានស្រែកសួរពួកគេថាចៅសមុទ្រដោយពួកគេនឹងមកទីនេះធ្វើអីចង់ប្លន់មែនតែចង់ប្លន់មែនប្រូ លូហ្វីឆ្លើយថាមែនទេគាត់គ្រាន់ចង់យកទូកមកជួសជុលពេលលឺអញ្ចឹងអ៊ំប្រុសនោះមានចិត្តល្អក៏ប្រាប់ពួកគេពីកន្លែងដែលពួកគេអាចចតទូកបានបន្ទាប់មកនៅពេលដែលពួកគេទៅដល់កន្លែងចតទូកចៃដន្យណាស់ក្តោងទូករបស់ពួកគេចាប់ផ្ដើមបាក់ល្មមចៃដន្យរបស់ថ្នាក់ម្លឹងម៉ែមួយសេចដុំសូវរោមម៉ែកប់ស្រីប្រោយអើយចង់និយាយថាចេះអ្នកគ្នាសូរ៉ូហ្នឹងគឺជាមនុស្សម្នាក់ដែលប្រាដៅ3ហើយគាត់គឺអត់ចេះស្រឡាញ់ស្រីនិយាយទៅមិនសូរ៉ូទេចូលលក្ខណៈសូឡូប្រោយ នៅពេលនោះណាមីបានប្រើលូហ្វីនិងអ៊ូសាប់ជួយយកមាសទៅលក់ដើម្បីបានលុយជួសជុលទូកណាមីបានយកមាសរបស់នាងយកទៅលក់ណាមីអូខេគឺគាត់ថាយកមាសទៅលក់ដោយសារតែពួកគេអត់មានលុយ ពួកគេបានធ្វើដំណើរដោយថ្មើរជើងចូលទៅក្នុងទីក្រុងហើយនៅពេលដែលពួកគេចូលទៅដល់មាត់ច្រកមានបារម្ភម្នាក់ចាំជួលសេះទឹកឲ្យពួកគេនៅក្នុងទីក្រុងលេខទឹកនេះប្រជាជនធ្វើដំណើរទៅណាមកណាតាមរយៈសេះទឹកនឹងឯងបន្ទាប់ពីជួលសេះទឹកបានហើយពួកគេត្រូវធ្វើដំណើរទៅតំបន់ផ្សារដើម្បីលក់មាសនៅតាមផ្លូវពួកគេចាប់អារម្មណ៍ថាប្រជាជននៅក្នុងទីក្រុងនេះរស់រាយរាក់ទាក់ខ្លាំងណាស់ពេលធ្វើដំណើរទៅមុខបានបន្តិចទៀតពួកគេចាប់អារម្មណ៍ថាមាននារីម្នាក់នេះគាត់បានអូខេដល់នេតិសង្ខេបរឿងនារីម្នាក់នេះគាត់បានទិញម្សៅមក20ខ្លងអីចឹងណាហើយគាត់នឹងពីរបៀបប្រើវាទេហើយនាងក៏បានចាក់ម្សៅនោះទៅចូលក្នុងបាតដៃរបស់នាងហើយទុំមកនាងក៏យកទៅលុញមុខរបស់នាងធ្វើឲ្យមុខរបស់នាងក្រាស់ខ្មឹកប្រោយហ្នឹងណាម៉ែមើលមុខនឹងសោក អ្នកដំណើរខ្លះពាក់ស្រោមមកមើលទៅចម្លែកមែនតែនបន្ទាប់មកពួកគេត្រូវធ្វើដំណើរទៅជាន់ចម្លែកមែនតើ ក្បាលបូមនោះលើខាងលើដែលនៅខ្ពស់ហើយដើម្បីឲ្យឡើងទៅខាងលើនោះបានគេមានវិធីពិសេសខ្លាំងណាស់គឺអ្នកដែលចង់ឡើងទៅខាងលើត្រូវជិះសេះទឹកចូលទៅក្នុងបន្ទប់មួយបន្ទាប់មកគេបិទបន្ទប់នោះចិត្តធ្វើទៅធ្វើទឹកហ្នឹងវាឡើងហើយចេញតាមនោះអូខេនៅក្នុងបន្ទប់នោះឡើងកាន់តែខ្ពស់ទៅដូចជាដាវយន្តប្រអប់អញ្ចឹងហើយពេលឡើងទៅដល់ខាងលើគេមានទ្វារមួយទៀតបើកសម្រាប់ចេញទៅខាងក្រៅបន្ទាប់មកសាច់រឿងបានកាត់ទៅមើលព្រឹត្តិការណ៍ដាច់ដライមួយដែលនៅក្នុងនោះមានចៅសមុទ្រមួយក្រុមយកទូករបស់ពួកគេទៅឲ្យជាងជួសជុលប៉ុន្តែនៅពេលដែលការងារចាប់ហើយពួកគេបានកិច្ចកុកមិនព្រមបង់លុយតទៅអត់ព្រមបង់លុយឲ្យទៅជាងទុកនោះទេចឹងហើយក៏បានជាងទុកវាយបាក់ថ្មិញ អញ្ចឹងទៅក្រុមជាងទូកក៏បដៅក្រុមចៅសមុទ្រទាំងនោះឲ្យស្គាល់ស្នាដៃម្ដងការដែលទីក្រុង Water 7ហ្នឹងមានអ្នកគ្នាជាងទុកអប៉ែមួយនេះដូចលូស៊ីអប៉ែមួយប្រែខ្លាចជាខ្វាមក ក្រុមជាងទូកបកែអញ្ចឹងធ្វើឲ្យប្រជាជនរស់នៅក្នុងភាពខកក្តៅខ្លាំងអត់ខ្លាចក្រុមចៅសមុទ្រទេងាកទៅមើលលើទូកក្រួយមេរីវិញសាន់ជីអត់សូវសប្បាយចិត្តសោះនៅពេលដឹងថានៅលើទូកនេះមានតែគាត់ហើយនឹងសូរ៉ូតែពីរនាក់ចំណែករ៉ូប៊ីនចេញទៅដើរផ្សារជាមួយឆោផើបាត់ហើយដល់ពេលអញ្ចឹងទៅសាន់ជីក៏ចេញទៅដើរផ្សារផងដែរទៅឲ្យសូរ៉ូនៅដេកយាមទូកចោះតាមទៅមើលរ៉ូប៊ីននិងឆោផើវិញពេលនេះពួកគេកំពុងតែដើរផ្សារហើយពួកគេចាប់អារម្មណ៍ថាមានគេលក់ស្រោមមុខច្រើនចំណែកអ្នកពាក់ស្រោមមុខធ្វើដំណើរក៏ច្រើនរ៉ូប៊ីនដឹងថាប្រហែលថ្ងៃហ្នឹងមានបនស្លៀកពាក់ប្លែកៗនៅកោះមួយចិត្តហ្នឹងតោះតែជាទេភ្លើងសមុទ្របានទៅដល់លឺអញ្ចឹងឆោផើឆ្ងល់ណាស់ថាមិនបានរ៉ូប៊ីនដឹងបើពួកគេទៅមកដល់កន្លែងហ្នឹងជាមួយគ្នាសោះហ្នឹងហើយរ៉ូប៊ីនក៏បានលាក់បាំងអីជាមួយឆោផើដែរនាងប្រាប់ថានាងលួចស្ដាប់គេនិយាយគ្នាតាមផ្លូវតាមបន្ទាប់មករ៉ូប៊ីនប្រកែកអង្គេតណាស់ដែលវាគឺជាជំនាញមួយជួយឲ្យនាងរស់សង្កេតឬអង្កេតអូខេអ្នកគ្នាមើលមុខរ៉ូប៊ីនទៅនឹងណាគ្នាអាចខមមិនអ្នកមួយបានបាទ
ដាទៅដល់ហាងលក់សភៅមួយហើយឆោផើរំភើចិត្តណាស់ក៏រត់ចូលទៅមុនក្នុងពេលជាមួយគ្នាមានមនុស្សពាក់ស្រោមមកម្នាក់ដែលកាត់រ៉ូបៀន ហើយខ្សឹបទៅកាន់ Robin ថា CP9 ក្រុមមួយនោះម៉ែអើសាហាវសាហាវម៉ែអើសាហាវម៉ែអើសាហាវអ្នកគ្នាគឺថាក្រុម ហើយខ្សឹបប្រាប់នាងថា CP9 គ្រាន់តែលើពាក្យនឹងភ្លាមរ៉ូប៊ីនឡើងគាំងដោយជាភ័យខ្លាចណាស់មិនដឹងថាមានរឿងអីទេតាមតែមើលឆោផើ CP9 ក្រុមហ្នឹងដូចជាខ្លាំងគូសំដែរតែនៅវាយចាញ់ Luffy ដែលពេលចូលទៅដល់ក្នុងហាងលក់សភៅគាត់បានប្រកាសខ្លាចទៅជារូបរាងមនុស្សធ្វើអ្នកលក់ស្មានថាគាត់គឺជាមនុស្សដែលតបតែងខ្លួនដោយសត្វក្តាន់ហើយនៅពេលដែលឆោផើចេញទៅក្រៅរករ៉ូប៊ីនគាត់អត់ឃើញនាងសោះមិនដឹងថានាងដើរទៅណាទេ ក្រុម CP9 ចាប់ទៅអ្នកគ្នាទៅចាប់តិចងាប់មើល ក្នុងពេលជាមួយគ្នានៅទូកុយមេរីមានក្រុមអ្នកប្រមាញ់ចោលសមុទ្រមួយក្រុមបាននាំគ្នាទៅព័ទ្ធសូរ៉ូដែលកំពុងតែដេកនៅលើទូកតែម្នាក់ឯង ហើយពួកនឹងរកគូរីសើសូរ៉ូមែន មកក្បាលបូមហ្នឹងឡើយ សូរ៉ូគ្នាប្រងនៅម្នាក់ឯងផងត្រៀមទៅ ប៉ុន្តែទោះបីជាសូរ៉ូដេកក៏ដោយក៏គាត់នៅតែអាចការពារខ្លួនបានដែរក្រុមដែលមកនេះមានឈ្មោះថា Frankie Family Frankie Family អ្នកគ្នាចាំមកច្បាស់ Frankie ពួកគេមានផែនការច្បាស់ណាស់ថាចាត់ការសូរ៉ូយកលុយ60លានហើយនាំគ្នាពួរនៅក្នុងទូកដើម្បីចាត់ការក្រុមរបស់ Luffy ផ្សេងទៀតប៉ុន្តែដូចជាថ្លើមធំហូមមានអត់ស្គាល់សូរ៉ូសោះ ខ្លោមធំណាស់ពួកឯងត្រៀមយកក្បាច់ពិសេសទៅលៀនស៊ូត Brother សូរ៉ូបានប្រើក្បាច់ដើរពីរចាត់ការពួកគេខ្ទាតចេញពីទូកធ្លាក់ចូលទៅក្នុងទឹកសមុទ្រអស់ Rhino Psycho កន្លែងទៅមើល Luffy Nami និង Usopp វិញពេលនេះពួកគេបានធ្វើដំណើរទៅដល់ហាងលក់មាសហាងលូកមាសម៉ែមើលមុខអញតប់ក្បាលលើអញទ្រុំបានតប់ក្បាលលើអ្នកគេមើលមកអ្នកទិញមាសនេះមកដូចអាច ពេលចូលទៅដល់បុគ្គលិករបស់គេគិតថា Luffy នឹងគឺជាភ្ញៀវកំពេចកំប៉ុកទេប៉ុន្តែនៅពេលដែលឃើញកញ្ចប់មាសដែល Luffy លើកឲ្យគាត់មើលបុគ្គលិកម្នាក់នោះក៏បានរត់យ៉ាងទៅហេបទៅហោបទៅប្រាប់មេរបស់គាត់បន្តមកទៀតគេក៏បាន ឃើញទេចៅគេថាកុំមើងងាយមនុស្សត្រឹមតែសម្បកក្នុងអស់ច្រឡំសម្បកក្រៅចាំដោះខោអាវអស់ចាំដោះក្នុងនឹងមានអីខ្លះ បញ្ជូនក្រុមរបស់ Luffy ចូលទៅក្នុងបន្ទប់ VIP ដើម្បីនិយាយគ្នាហើយក្រោយបានពិនិត្យដិតដល់ឈ្មោះអ្នកទិញមាសនោះបាននិយាយថាមាសរបស់ពួកគេនឹងមានតម្លៃ100លាន berry ពេលលឺអញ្ចឹង Luffy ភ្ញាក់ផ្អើលខ្លាំងណាស់ស្រែកផ្អើលគេផ្អើលឯងគាត់បានគិតជាមួយ Usopp រួចហើយថាលុយប៉ុណ្ណឹងគាត់អាចយកទៅជួសជុលទូកុយ Mary បានហើយសល់ទៀតនោះបន្តមកនៅពេលដែលឈ្មោះរៀបចំលិខិតឲ្យ Luffy ផ្តិតមេដៃស្រាប់តែ Nami លើកជើងយ៉ាងខ្ពស់គោះតុផោងខ្ញុំដឹងហើយថាជើងស៊ីឯងសាឡូនស្អាតមិនបាច់ដាក់លើតុបង្ហាញគេទេ ថាណាមីគិតថាលុយប៉ុណ្ណឹងវាតិចពេកចាមែនណាណាមីអូខេតោះទៅមុខទៀត ការដែលណាមីធ្វើអញ្ចឹងព្រោះនាងដឹងថាឈ្មោះម្នាក់ហ្នឹងចង់ដើរខ្សែលើតាមពិតមាសទាំងអស់ហ្នឹងមានតម្លៃរហូតដល់300លានមិនមែន100លានទេបន្តមកពួកគេបានប្រមូលលុយទាំងអស់ដាក់ចូលក្នុងវ៉ាលីចំនួន3ហើយម្នាក់កាន់វ៉ាលីមួយពេលនោះ ហើយខ្ញុំឆ្ងល់ Luffy អ្នកកវីកវត្តវ៉ាលីពេញ Luffy ដូចក្មេងចឹងកាន់របស់អីក៏កវីដែរប៉ុន្តែនៅពេលដែលគាត់កវីទៅស្រាប់តែរបូតដៃធ្វើលុយចំនួន100លានវាធ្លាក់ចូលទៅក្នុងទឹកពេលឃើញចឹង Nami និង Usopp ប្រញាប់លោតប្រងទៅស្រង់លុយនោះមកវិញតែភ្លេចគិតថា Luffy ឯងប្រឡូតដៃតែជួយចាប់លុយនោះកុំឲ្យធ្លាក់ទឹកបានហើយនៅពេលដែល Usopp និង Nami ឡើងពីទឹកមកវិញ Luffy បានស៊ីនំបឿរបស់ពួក នំបឿម៉ែមើលមុខ Luffy ម៉ែ គេនៅទីនោះផងដែរក៏មានក្រុម Frankie Family ចាំខ្លំមើលពួក Frankie Family ដែរគាត់ក្រុមនឹងបើដោះវ៉ែនតាចេញគេលែងស្គាល់ហ្នឹងហើយអូ គេហើយនៅពេលដែលដឹងថាក្រុម Luffy មានលុយចំនួន300លាន berry ក្រុម Frankie Family ក៏រៀបចំផែនការប្លន់យកបន្តមក គិតតែប្លន់បានមែនប្រូចាប់ប្រយក្រុម Frankie Family នេះគឺបែកថ្នាំសាហាវអ្នកគ្នាគិតថាពួកគេបែកទេ Luffy Nami និង Usopp បានបន្តដំណើរទៅរកជាងទូកហើយមិនយូរប៉ុន្មានពួកគេបានធ្វើដំណើរទៅដល់រោងជាងទូកដែលមានសញ្ញាលេខ1 ជាងទុកអូខេចឹងហើយគឺពួកគេប្រហែលជាយកជាងទុកមួយដើម្បីយកទៅ
ក្នុងក្រុមទេយ៉ាង បើតាមរយៈការណែនាំរបស់អ៊ំស្រីខូកូរ៉ូមនុស្សដែលពួកគេត្រូវរកគឺមានឈ្មោះថា Iceberg នៅពេលនោះ Luffy ចង់ផ្លោះល្បងចូលទៅក្នុងការដ្ឋានតែមានបរិយាម្នាក់បានបង្ខាត់គាត់អ្នកដែលខាត់ Luffy ចំមកវែងដូចអ៊ូសក់ចឹងអ្នកគ្នាអាប៉ែហ្នឹងណាតែខ្ញុំដឹងថាវានៅក្រុមអីវាមិនមែននៅក្រុមជាងទូកទេអ្នកគ្នាចាំតាមដានខ្ញុំមករហូតទៅចាំខ្ញុំប្រាប់ថាវានៅក្នុងក្រុមអីហ្នឹងឯងគឺអាប៉ែហ្នឹងគឺតាក់ទងជាមួយនឹងអឺ Robin អាពាក្យថា CP9 ហ្នឹងហើយចាំខ្ញុំប្រាប់ ពីនៅពេលនោះមានចំហវែងដោយឧស័ព្ទអញ្ចឹងហើយគាត់មានឈ្មោះថា Kaku នៅពេលដែលក្រុម Luffy បង្ហាញសម្បត្តិរបស់អ៊ំស្រី Kokoro ឲ្យ Kaku មើលទើប Kaku ដឹងថាក្រុម Luffy គឺជាភ្ញៀវហើយនៅពេលដែល Nami សួរគាត់ថាស្គាល់ Iceberg អត់ Kaku បានប្រាប់ថាណាក៏ស្គាល់ Iceberg ដែរព្រោះគាត់គឺជាចៅហ្វាយក្រុងនៅទីក្រុង Water 7ហ្នឹងហើយគាត់ក៏ជានាយកក្រុមហ៊ុនផលិតនឹងជួសជុលទូកដែល Kaku ធ្វើការជាមួយនឹងដែរ និយាយមកគឺឲ្យគេទុកចិត្តសុទ្ធសាធមួយនេះនិយាយមកគេទុកចិត្តតែតាមពិតវាមិនជាមនុស្សល្អទេវាគឺជាមនុស្សអាក្រក់អ្នកគ្នាអ្នកគ្នាមើលទៅថាខ្ញុំនិយាយលេងសើចឯងខ្ញុំនិយាយមែនតើមើលចាំមើលទៅមុខទៀត បន្តមកនៅពេលដែល Nami ចង់ជួប Iceberg Kaku បានប្រាប់ថាគាត់រវល់ខ្លាំងណាស់មិនងាយបានជួបទេប៉ុន្តែ Kaku ដឹងថាក្រុមរបស់ Luffy ត្រូវការជួសជុលទូកចឹងគាត់សុំពេល10នាទីតែពិនិត្យមើលទូករបស់ Luffy សិន Kaku ម្នាក់នឹងរត់លឿនខ្លាំងណាស់ហើយលោតក៏ខ្ពស់ទៀតគាត់ធ្វើដំណើរទៅណាមកណានៅក្នុងទីក្រុងនឹងដោយ Spider-Man អញ្ចឹងការទៅមើលសានជីវិញពេលនេះគាត់ទៅ ដូច Spider-Man អូខេផាខួរហាក់ខួរឬក៏ផាខួរមកខ្ញុំស្ដាប់ទៅច្រឡំ ខ្ពស់ទៀតគាត់ធ្វើដំណើរទៅណាមកណានៅក្នុងទីក្រុងនឹងដោយ Spider-Man អញ្ចឹងការទៅមើលសានជី ហាក់ខួរហ្នឹងប្រភេទគីឡូទៅអ្នកគ្នាម៉ែសត្រីម៉ែត្រីគេចម្លែកដូចស្រុកខ្ញុំទៅអ្នកគ្នាមើលបីមកឡើងស្ពីក ទីវិញពេលនេះគាត់ទិញបានម្ហូបចំណីមួយចំនួនហើយតែគាត់កំពុងតែវិញផ្លូវនៅពេលនោះគាត់ដូចឃើញ Robin ដើរជាមួយនឹងមនុស្សពាក់ស្រោមមុខម្នាក់ប៉ុន្តែនៅពេលដែលគាត់រត់ទៅតាមមើលអត់ឃើញនាងទេពេលនោះផងដែរគាត់ក៏បានឃើញ Kaku ហោះនៅខាងលើគាត់ស្មានតែអ៊ូសបធ្វើឲ្យគាត់មានអារម្មណ៍ថាវល់អស់ហើយតាមតែមើល Kaku បន្តិចមិនយូរប្រហែលគាត់បានធ្វើដំណើរទៅដល់ទូក Going Merry នៅទីនោះគាត់បានឃើញ Zoro កំពុងតែដេកហើយគាត់មិនហ៊ានរំខានទេគាត់ដើរពិនិត្យមើលទូកដូចធម្មតាដំបូងឡើយ Zoro ក៏គិតថា Kaku នឹងគឺជាអ៊ូសបដែរតោះតែមើលឲ្យច្បាស់ទៅបានដឹងថាមិនមែនប៉ុន្តែនៅពេលដឹងថា Kaku មកពិនិត្យទូក Zoro ក៏ឲ្យគាត់ពិនិត្យតាមសម្រួលត្រឡប់មកមើលក្រុម Luffy វិញក្រោយពេល Kaku ចេញទៅបានចៃដន្យណាស់ថ្ងៃនេះ Iceberg ដែលជាប្រធាន Iceberg បានមកហើយអ្នកគ្នាមើលមុខ Iceberg មើលបែរមាត់ទៅពីណាចង់បឺតមកគាត់ខ្វះហ្នឹងហើយបើទៅដល់ជួបមកខ្មៅតាមគាត់ប្រយ ជាក្រុមហ៊ុនបានមកពិនិត្យការដ្ឋានហើយបានជួបពួកគេក្រោយពីលេខារបស់គាត់ឈ្មោះ Khalifa បានរាយការណ៍ប្រាប់គាត់ទាក់ទងជាមួយនឹងក្រុមរបស់ Luffy Iceberg មានការចាប់អារម្មណ៍ជាមួយនឹងសមាជិកក្រុមម្នាក់របស់ Luffy គឺ Robin អញ្ចឹងហើយទើបគាត់ប្រាប់ឲ្យលេខារបស់គាត់ cancel ការណាត់ជួបទាំងអស់សម្រាប់ថ្ងៃនេះដើម្បីទទួលស្វាគមន៍ក្រុមរបស់ Luffy មើលចវាយក្រុងគេយកដៃទៅញុកច្រមុះ Fan through អូខេ បន្តមកនៅពេលដែលពួកគេរៀបចំដើរទៅតាម Mr. Iceberg ស្រាប់តែមានគេមកលុយយកវ៉ាលីដាក់លុយរបស់ Luffy ទៅបាត់អស់ពីបើគិតជាលុយសរុបគឺ200 លាន berry ពេលមើលចុះមើលឡើងអូសបឃើញថាអ្នកដែលលុយពួកគេទៅនៅមិនឆ្ងាយប្រហែលទេ Frankie family គឺជាក្រុមមួយហ្នឹងអ្នកគ្នាអានេះខ្មៅមែន ពួកគេគឺជាមនុស្សនៅក្នុងក្រុម Frankie Family ជួនពេលជាមួយគ្នាមានជាងទូកម្នាក់ឈ្មោះ Polly កំពុងតែរត់គេចពីម្ចាស់បំណុលហើយ Holy ជក់ប្រៃដូច smoker មែន ដើម្បីអាចរត់គេចខ្លួនបាន Polly បានលោតចុះពីស្ពានទៅវាយដណ្ដើមយកសេះទឹកពីក្រុមចោរដែលលួចលុយរបស់ Luffy បានចំនួន1ដើម្បីជិះគេចខ្លួនឃើញចឹងឧស្សាហ៍សប្បាយចិត្តណាស់ស្មានថា Polly ជួយតាមទៅវាយចោរដើម្បីដណ្ដើមយកលុយមកវិញចំណែក Polly វិញអត់ដឹងខ្លួនសោះដល់ពេលដឹងថានៅលើសេះទឹកដែលគាត់ជិះមានលុយពីវ៉ាលីគាត់អត់ឈប់ទេក៏ចង់យកលុយនោះរត់គេចពេលឃើញចឹង Luffy ក៏ចង់ប្រលូតដែរទៅចាប់ Polly តែមានជាងទូកម្នាក់ទៀតឈ្មោះ Lucy បាន នឹងអានឹង Luffy and Lucy អាមួយហ្នឹងគឺជាអ្នកសាហាវខំតែអាហ្នឹងខ្ញុំនិយាយពីប្រវត្តិវាខ្លះវាគឺជាមនុស្សម្នាក់ក្នុងក្រុម CP9 ហើយដែលអាចប្រែក្លាខ្លះជាខ្លាបានហ្នឹងហើយ បានមកខាត់ហើយគាត់សន្យាថាគាត់នឹងយកវ៉ាលីដាក់លុយទាំងពីរមកវិញបន្ទាប់មកមិនយូរប្រហែលទេគាត់បានតាមតាន់ Polly ហើយបញ្ជាឲ្យ Polly បោះសេះទឹកត្រឡប់មកវិញទាំង Polly ទាំង Lucy សុទ្ធតែជាកូនជាងចំណានរបស់ Iceberg ហើយបន្ទាប់ពី Polly បកគលវ៉ាលីទៅឲ្យ Luffy វិញគាត់បានសុំលុយពី Luffy 10%ប៉ុន្តែ Lucy មិនឲ្យ Polly ធ្វើអញ្ចឹងទេហើយពួកគេក៏ប៉ះទង្គិចគ្នាខ្លះចំណេញពិសេសរបស់ Polly គឺគាត់ប្រើខ្សែពួរទៅវាយប្រហារគូប្រកួតរបស់គាត់ចំណែក Lucy វិញគាត់មិនទាន់បានបង្ហាញចំណេញពិសេសរបស់គាត់ទេគ្រាន់តែដឹងថាម្រាមដៃរបស់គាត់ខ្លាំងណាស់ហើយ ម៉ែសាហាវមែនណាគឺ នៅពេលនេះគាត់ប្រើសัตว์ព្រាបនិយាយជំនួសគាត់បន្តមកពួកគេបាននាំគ្នាចូលទៅក្នុងការដ្ឋានទូកទី
Sao sạch prem dây mùi kia mấy cái bro, what the fuck, prem dây prem មួយហើយមុននឹងចូលទៅឧស្សាហ៍ស្ម័គ្រចិត្តការវេលាលុយទាំងពីរដោយប្រាប់លូហ្វីឲ្យជួយការពារគាត់នៅក្នុងការដ្ឋាននោះកម្មករទាំងអស់ពេលឃើញនាយកក្រុមហ៊ុនឈ្មោះ Iceberg ទៅពិនិត្យការដ្ឋានអញ្ចឹងពួកគេសប្បាយចិត្តខ្លាំងណាស់ព្រោះ Mr. Iceberg គឺជាមេល្អពេលនោះលូហ្វីដូចជាអត់ដឹងអីសោះបានទៅប្រពន្ធ Mr. Iceberg ឲ្យចូលក្រុមជាមួយគាត់ធ្វើជាចោរសមុទ្រព្រោះក្រុមរបស់លូហ្វីកំពុងតែត្រូវការជាងទូកម្នាក់ប៉ុន្តែ Mr. Iceberg មិនប្រកាន់គាត់ទេហើយប្រាប់ថាជាងទូរបស់គាត់មានច្រើនបើសិនជាអ្នកណាគេស្ម័គ្រចិត្តទៅធ្វើជាចោរសមុទ្រគាត់អត់ខ្វាត់ទេតាមទៅមើលឧស្សាហ៍វិញគាត់ចាប់អារម្មណ៍ជាមួយនឹងឧបករណ៍ប្លែកៗ ដូចមាសអ្នកគ្នាតែដូចជាកែវយឹតមាស តែជាងទូផលិតបានខ្លាំងណាស់ហើយនៅពេលដែលគាត់កំពុងតែជួយចិត្តដល់អារម្មណ៍ភ្លេចខ្លួនស្រាប់តែក្រុម Frankie Family មកចាប់ចម្រិតគាត់យកទៅបន្តមកមានកម្មករជាជាងទូម្នាក់បានប្រទះឃើញវេលារបស់អ៊ូសាប់ហើយក៏បានយកវាមកប្រគល់ឲ្យ Luffy វិញចំណែកណាមីឆ្ងល់ថាអ៊ូសាប់បាត់ទៅណាមិនក៏ភ្លឺទុកលុយចោលអញ្ចឹងក្នុងពេលជាមួយគ្នាខាខូបានត្រឡប់មកវិញហើយបន្ទាប់ពីបានពិនិត្យមើលទូ គឺហាខួរហ្នឹងគឺមានទំនាក់ទំនងស៊ីជម្រៅមួយនៅក្នុងក្រុម CP9 តែខ្ញុំមិនទាន់ប្រាប់អ្នកគ្នាទេហ្នឹងហើយ រុយមេរីយ៉ាងមកចត់ខាខូនិយាយថាទូនឹងមិនអាចជួសជុលបានតទៅទៀតទេពេលលឺអញ្ចឹង Luffy ស្រត់ចិត្តខ្លាំងណាស់គាត់មិនចង់ជឿទេថាទូរុយ មិនពិតទេគ្រប់គ្នាតែខ្ញុំសំដែងខ្ញុំមិនសំដែងទេ មេរីដល់ដំណាក់កាលចុងក្រោយប៉ុន្តែបន្ទាប់ពីបានស្ដាប់ការបញ្យល់យ៉ាងក្បោះក្បាយពីក្រុមជាងរួចហើយ Luffy ក៏ចាប់ផ្ដើមជឿទោះបីជាគាត់មានមនោសញ្ចេតនាជាមួយនឹងទូកូអ៊ីមេរីយ៉ាងណាក៏ជំរឿនរបស់គាត់នៅពេលនេះគឺទិញទូកមួយថ្មីបន្តមកទៀត Luffy បានចាប់អារម្មណ៍ថាវេលាដាក់លុយរបស់គាត់ដូចជាស្រាលជាងមុនហើយនៅពេលដែលគាត់បើកមើលវេលាទាំងពីរនោះទទេចាស់អត់មានលុយសោះអ្នកដែលលុយរបស់ Luffy នៅពេលនោះគ្មាននរណាផ្សេងទេក្រៅពីក្រុម Frankie Family ដល់ទៅពេលអញ្ចឹងទៅ Luffy ក្តៅចិត្តពេកក៏តាមទៅរកក្រុម Frankie Family តែម្នាក់ឯងដើម្បីជម្រះបញ្ជីគ្នាចំណែកណាមីក៏អញ្ចឹងដែរហើយនេះក៏បានតាមទៅរកក្រុម Frankie Family ដូចគ្នានៅតាមផ្លូវណាមីបានឃើញប្រជាជនកំពុងតែចោមរោមើលបារម្ភម្នាក់ដែលត្រូវរបួសធ្ងន់ហើយនៅពេលដែលទៅមើលឲ្យចិត្តបារម្ភម្នាក់នោះគឺអ៊ូសាប់នៅពេលនោះអ៊ូសាប់តូចចិត្តជាមួយខ្លួនឯងខ្លាំងណាស់ ប៉ុន្តែឧស្សាហ៍ខ្ញុំទៀតហើយខ្ញុំនឹងសូមសឹកឲ្យឧស្សាហ៍ជាមិនដែរ ដែលទុនខ្សោយមិនអាចការពារលុយបានហើយណាមីក៏ជួយនិយាយលួងគាត់រួចប្រាប់គាត់ឲ្យនៅស្ងៀមកំដៅទៅណាចាំនាងទៅហៅឆោផើមកជួយបន្ទាប់ពីណាមីចេញទៅផុតអ៊ូសាប់មិនដឹងជាគិតមិនទេក៏ធ្វើដំណើរតែម្នាក់ឯងទៅទីលុយពីក្រុម Frankie Family មកវិញប៉ុន្តែអត់បានកាយទេបានត្រឹមតែឲ្យគេវាយដំច្រំធាក់បន្ថែមទៀតតែប៉ុណ្ណោះត្រឡប់ទៅមើលកន្លែងកាត់ហេតុ តែអ្នកស្រួលខ្លួនដែរឬទេ ដំបូងវិញ Chopper សានជីនិង Zoro បានទៅរកអ៊ូសាប់តាមណាមីប្រាប់តែរកអត់ឃើញគាត់ទេពេលនោះពួកគេបានមើលឃើញដានឈីមរបស់អ៊ូសាប់ហើយពួកគេនាំគ្នាសន្និដ្ឋានថាអ៊ូសាប់បានទៅរករឿង Frankie Family តែម្នាក់ឯងចៃដន្យក្នុងពេលនោះដែរស្រាប់តែ Luffy ធ្លាក់ចុះមកពីខាងលើចូលទៅក្នុងទឹកបន្ទាប់ពីបានស្រង់ Luffy ចេញពីទឹកហើយពួកគេក៏សម្រេចចិត្តនាំគ្នាទៅជំរំរបស់ Frankie Family ដើម្បីជំរះបញ្ជីគ្នាពេលទៅដល់ពួកគេបានឃើញអ៊ូសាប់ត្រូវបានគេវាយបៀងាប់បោះចេញមកខាងក្រៅស្នាណាស់ដែល ជីវិតអ្នកណាខ្លះធ្លាប់គិតថាតោះទៅមុខទៀត Chopper អាចជួយសង្គ្រោះជីវិតគាត់តាន់បន្ទាប់ពីបានឃើញចឹងហើយយើងអាចទីដឹងមុនហើយថានឹងមានរឿងអីកើតឡើងចំពោះក្រុម Frankie Family សម្រាប់រឿងនេះផងណាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនហើយសូមអធិស្ឋានផងដោយសារតែមួយរយៈនេះខ្ញុំមានទរៈអញ្ចឹងការចេញរឿងមានការយឺតយ៉ាវហើយធ្វើរឿងមិនបានវែងទេសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អនិងអនាគតបបររុងរឿង អូខេចឹងវា Water 7 គឺបានចប់ដល់បរិបូរណ៍ចាំជួបគ្នានៅវីដេអូក្រោយហ្នឹងឯងនៅវីដេអូឲ្យក្រុម Luffy ទៅវាយក្រុម Frankie Family ចុងក្រោយសំណាក់គ្រីជួយឡើងមួយអូជាក្រោមចូលពាក្យសញ្ញាកណ្ដឹងគ្រឹះយកអផងអ្នកគ្នាដើម្បីលើកទឹកចិត្តហ្នឹងដល់ខ្ញុំផងបាទបាយបាយ anh mặc cái bao bố nó lấy